គួរឲ្យស្អប់ណាស់មិនគ្នាមកចឹងណាពួកយើងក៏ជួបប្តីប្រពន្ធនឹងគ្នាដែរអូនខំធ្វើប៉ែតនៅខាងក្រៅរកលុយឲ្យបងទៅរៀនតែបងវិញនឹងបងបាច់ជិះមកតាក់ទងជាមួយស្រីផ្សេងនៅទីនេះទៅវិញក្រែងបងលេងលះជាមួយនឹងប្រពន្ធបងហើយមិនចឹងហីស្រាប់បងនិយាយសិនណែសួរស្រាប់បងនិយាយសិនសួរស្រីចង្កឹះណាស់មែនបើមិនមែននាងតង់ទាញយើងទេយើងមិននឹងអាចទៅរៀបការជាមួយកូនស្រីច្បាយក្រុងនោះយើងមកតាក់ទងនាងដល់ពេលនេះថ្ងៃនេះយើងផឹកស្រាពីពេលនេះទៅយើងលែងជាប្តីប្រពន្ធនឹងគ្នាទៀតហើយមិនល្អទេនេះគឺជាស្រាសង្ហរផឹកទៅអត់ទេអត់ទេលេងទៅស្លាប់បាត់ហើយទេដឹងបងស្រីខ្ញុំជាមួយបងមានវិញ្ញាណពីរក្នុងរាងកាយតែមួយរាប់ពេល50ឆ្នាំក៏ប្រវិនគ្នាប្រារាងកាយនេះម្ដងបងមិនមែនព្រោះតែស្នេហាបងមិននឹងអាលងងចឹងមិនជាបាយហ្វឹងទេឈិញអីបងគិតថាយកចិត្តស្មោះអាចដល់ចិត្តស្មោះវិញបានតែមិនស្មានថាមនុស្សវាគួរឲ្យខ្លាចជាងបិសាចឆ្ងាញ់នេះពេលនេះយើងនឹងប្រដៅអាប្រដដែលឆានឯងជំនួសបងស្រីយើងម្ដងនេះជាបិសាចពោះកុំចូលមកជួយផងជួយផងបងអូនស្រីបងមិនស្មានថាឆ្លងគ្រោះស្នេហានេះវាលំបាកអញ្ចឹងសោះបងដើម្បីជួយឲ្យប្រុសថោកទៀតនេះបាត់បង់កម្លាំងធាតុច្រើននេះពេលនេះទៅបងនឹងផឹកស្រាសងហងទៀនពេលនេះវិញ្ញាណបងនឹងចិត្តរលាយហើយបងស្រីខ្ញុំនឹងទៅរកអ្នកដែលមានរាងកាយជាយ៉ាងទៅផ្សំដំណេកជាមួយគេទៅសាងវិញ្ញាណរបស់បងត្រឡប់មកវិញជួយខ្ញុំផងណែណាជួយខ្ញុំផងជួយខ្ញុំផងលោកគ្រូខ្ញុំគឺជាកូនស្រីគ្រួសារលេងពេលនេះមិនភ្លៀងមកវិញផ្លេងខ្ញុំមានរបស់ទៀនពេលនេះខ្ញុំដើរលេងរួចទៅហើយតែឲ្យខ្ញុំនៅទីនេះផងបានទេនាងដឹងថាកន្លែងនេះជាកន្លែងណាដែរទេខ្ញុំឃើញថាទីនេះគឺជាបច្ឆេញហងទើបខ្ញុំមកសុំជំនួយពីលោកគ្រូនេះច្បាប់នៅទីនេះគេបានសរសេរថាមិនជួយស្រីវងវែងមកតែមែនទេណាចុះពេលមិនលេងភ្លៀងនាងចេញទៅនាងធ្វើអីហ្នឹងប្តីខ្ញុំមានអ្នកផ្សេងត្រូវបានខ្ញុំឃើញគេមិនត្រឹមតែមិនការខ្លួនទេនៅរួមដៃជាមួយស្រីនោះយកខ្ញុំទៅលក់នៅបនខ្ញុំមានរបួសមិនងាយទេតម្រាំរត់ចេញមកបានរបួសក្រៅខ្នងខ្ញុំលេបមិនដល់ទេលោកគ្រូអាចជួយលេបឲ្យខ្ញុំផងបានទេរបួសនៅក្រៅខ្នងខ្ញុំលេបមិនដល់ទេលោកគ្រូអាចជួយលេបឲ្យខ្ញុំផងបានទេតែលើកនេះទេបែកខ្នងទៅដៃលោកគ្រូពិតជាកក់ក្ដៅមែននៅទីនេះក៏ឆេះដៃ
ស្រីបិសាចឆាប់ប្រែរូបរាងពិតមកសំជាសិស្សធំនៅបច្ចិញ្ហូមែនពិតជាល្បីដូចគេថាមែននាងដឹងថាយើងជានរណាហើយនាងនៅហ៊ានមកទៀតស្រីបិសាចថ្លើមធំនាងនៅមិនឈប់ទៀតហ៎ណែនាងគឺជាបិសាចហ៊ានប្រែរូបរាងទៅជាអញ្ចឹងបងស្រីគ្រូចាប់បិសាចនេះគេគឺមានរាងកាយឈឺយ៉ាងមែនខ្ញុំគ្រាន់តែថាប់គេបន្ទិញក៏បានសាងវិញ្ញាណមកវិញខ្លីលោកគ្រូលោកជាមួយខ្ញុំដឹងតែត្រូវផ្សំដំណេកជាមួយគ្នាហើយមិនអញ្ចឹងទៅលោកប្រាំជាមួយខ្ញុំទៅប្រហែលខ្លាំងណាស់យើងនឹងកំចាត់នាងចោលមុនអាកំពុះខ្ញុំដាក់ក្នុងខ្លួនលោកមុននេះវាមានប្រសិទ្ធភាពហើយពេលនេះទៅអារម្មណ៍របស់ខ្ញុំវាមានពាក់ព័ន្ធជាមួយលោកបើសិនជាខ្ញុំស្លាប់លោកកុំគិតថាលោករួចខ្លួនឲ្យសោះស្រីបិសាចឆាប់ដោះមន្តអាគមនេះភ្លាមមិនចឹងទេយើងនឹងឲ្យនាងរលាយជាមិនខានទេលោកគ្រូមួយម៉ាត់ណាក៏បិសាចខ្ញុំខកចិត្តនាងចាំតុងខ្ញុំឈ្មោះថាចេញអ៊ីងនេះជាឈ្មោះបិសាចដែលនាងផ្សំដំណេកជាមួយលោកនេះនាងនិយាយប្រិយប្រិយយើងសាច់បងពេលហាត់គុនតាំងសោត្រូវការលបងមកធ្វើមិនបានជាមិនឃើញបងទៅអញ្ចឹងណែមិនឆាប់ទៅទៀនមិនអញ្ចឹងទេលោកមិនខ្លាចថាសិស្សប្អូនលោកដឹងថាលោកលុយលាក់ក្នុងបន្ទប់នោះគឺជាបិសាចពោះនាងយល់អន់នៅទីនេះស្រួលបួលទៅមិនអញ្ចឹងទេយើងនឹងយកជីវិតរបស់នាងជាមិនខានគេគិតថាខ្សែនេះអាចចង់យើងបានអញ្ចឹងហីបើលោកមិនព្រមសហការអញ្ចឹងយើងមានតែលេងខ្លាំងបន្តិចហើយចិត្តអ្នកតាំងសិលមិនអាចរញ៉េរញ៉ៃបានទេវាត្រូវការស្ងប់អារម្មណ៍បើសិនជាត្រូវពិភពខាងក្រៅតាក់ទីនោះវានឹងធ្លាក់ចូលអន្ទាក់បិសាចអរគុណសាច់បងដែលបានណែនាំមិនបានជាលោកតតាំងអញ្ចឹងនឹងខ្ញុំដឹងថាលោកក៏ចង់បានដែរលោកទ្រាំអញ្ចឹងវាលំបាកខ្លួនឯងទេមិនអញ្ចឹងលោកផ្សំដំណេកជាមួយខ្ញុំមកសប្បាយជាមួយគ្នាទៅចេញទៅសាច់បងការតាំងសិលថ្ងៃនេះត្រឹមនឹងសិនចុះពួកឯងអ្នកគ្នាចេញទៅគ្មានការអនុញ្ញាតពីយើងហាមចូលជាដាច់ខាតចា៎បាទគូអាស្ដែងនៅខ្វះតែបន្តិចប៉ុណ្ណឹងនាងមកពីកាំងខ្សែចង់បិសាចនេះវាចង់យើងមិនជាប់ទេបានហើយឈប់ស្ទាបទៅឈប់ស្ទាបទៀតទៅខ្ញុំភ្លេចទេលោកត្រូវអាគមរបស់ខ្ញុំលោកមានអារម្មណ៍ដូចជាខ្ញុំអារម្មណ៍របស់ខ្ញុំលោកដឹងទាំងអស់យ៉ាងម៉េចដែរអារម្មណ៍មួយនោះវាពិបាកណាស់មែនទេខ្ញុំដឹងថាលោកចង់សម្លាប់ខ្ញុំគួរឲ្យស្ដាយបើសិនជាលោកសម្លាប់ខ្ញុំលោកក៏នឹងស្លាប់លោកចង់បានថ្នាំបន្សាបដែរទេឲ្យតែលោកព្រមផ្សំដំណេកជាមួយខ្ញុំនៅទីនេះយើងមិនអាចសិលទេនាងស្លាប់ចិត្តនេះទៅហេសិស្សប្អូនសាច់បងថាហើយ
มันអាចមករំខានទេចេញទៅសាច់ច្បងថាមិនឲ្យពួកអញទៅរំខានតែយើងគឺជាសិស្សប្អូនដែលគាត់ស្រឡាញ់ជាងគីងសាច់ច្បងមានមនុស្សរកលងខ្ញុំតែបើកទ្វារឲ្យលងសាច់ច្បងបងចាំបាញ់នឹងមិនអីទេមែនទេយ៉ាងម៉េចខ្លាចគេថាបកស្រាយមិនចេញមែនទេសាច់ច្បងសាច់ច្បងសិស្សប្អូនគេហៅលងមិនបានជាលងមិនឆ្លើយអញ្ចឹងនាងចង់ចាំម៉េចថាបខ្ញុំបន្ទិញខ្ញុំនឹងនៅស្ងៀមមិននិយាយអ្វីទាំងអស់មិនអញ្ចឹងខ្ញុំនឹងស្រែងសាច់ច្បងមិនស្រួលខ្លួនមែនទេគ្មានទេមករយៈនេះអនអើបានរកឃើញថ្នាំមួយប្រភេទវាអាចជួយបង្កើនវិជាគុណបានយើងនិយាយហើយគ្មានវិជាពីយើងហាមចូលសាច់ច្បងចេញទៅក្រែងពួកលោកគឺជាមនុស្សរក្សាសម្ដីនោះអីលោកថាបខ្ញុំនឹងមិនអញ្ចឹងខ្ញុំថាបលោកក៏បានខ្ញុំព្រមជាមួយនាងពីអង្កាលោកក៏ហក់ខ្ញុំមែនទេល្អណាស់ហ្វុងឆាន់ខ្ញុំនឹងធ្វើឲ្យគេដឹងថាលោកតាក់ទងជាមួយនឹងបិសាំងអីហ្វុងឆាន់លោកធ្វើអីនឹងលោកថាមនុស្សនឹងបិសាចគឺខុសគ្នាគ្មានអីពាក់ព័ន្ធជាមួយគ្នាតែមិនបានជាលោកមិនហ៊ានបាក់ភ្នែកមើលខ្ញុំអញ្ចឹងបើលោកពិតជាគ្មានអារម្មណ៍មែនលោកមើលខ្ញុំបន្តិចហើយវាយ៉ាងម៉េចវាតែប៉ុណ្្នឹងទេឈិញអ៊ីងរាងកាយជាយ៉ាងដែលអញរងនោះគឺជាហ្វុងឆិនទោះជាប្រលឹងបោះរលាយក៏បងមិនឲ្យអញទៅពាក់ព័ន្ធជាមួយនឹងគេដែរលឺហេតុនេះហេតុអីបាត់ជាហ្វុងឆិនមិនបានបើខ្ញុំមិនទៅផ្សំដំណេកជាមួយអ្នកមានរាងកាយជាយ៉ាងទីបងស្រីខ្លាចថាមិនអាចទ្រាំរួចមួយខែផងក្នុងបន្ទប់សាច់ច្បងមិនបានជាមានកម្លាំងបិសាញសាច់ច្បងបងនឹងងត់ទៅក្នុងនេះឯងចូលមកតែវាសំស្អីទៅខ្ញុំគឺមកតាមរកក្លិនបិសាញវាជាងឲ្យមកគឺនៅទីនេះហើយបើមានបិសាចនោះយើងនឹងដឹងហើយអីយ៉ាជើងខ្ញុំវាដូចជាក្រេញវាសំដែងទីសាច់ច្បងបើមានលឺសំឡេងអីឬអន់អញខុសហើយបើគ្មានអីទេឯងចេញទៅមិនដឹងថាយ៉ាងម៉េចខ្ញុំមានអារម្មណ៍ថាភ័យបន្តិចមិនដឹងថាសាច់ច្បងព្រមជូនខ្ញុំទៅបន្ទប់បានឬអន់កុំបារម្ភអីនាងមានសុវត្ថិភាពនេះបាត់មាត់សាច់ច្បងនេះដូចជាមានសម្លេងមែនឈីអនអើបើឯងប៉ិនខ្លាចអញ្ចឹងថ្ងៃក្រោយឯងទៅចាប់បិសាចយ៉ាងម៉េចមិនអញ្ចឹងទៅសុំលោកគ្រូចេញពីប៉ាទៅចេញទៅបេះដូងរបស់លោកដូចជាលោតលឿននេះលោកប្រកាន់ខ្លាំងអញ្ចឹងមិនបានជាមុននេះលោកជួយលើកបានខ្ញុំពីសិស្សប្អូនរបស់លោកបើសិនជានាងដឹងថាខ្ញុំគឺជាបិសាញថាមន្ត្រីនាងក៏អាចសម្លាប់ខ្ញុំឲ្យលោកបានខ្ញុំមិនអាចសម្លាប់នាងដោយសារតែអាគមនោះមែនតែខ្ញុំប្រាប់នាងខ្ញុំគ្មានថ្ងៃផ្សំដំណេកជាមួយនឹងនាងទេ
លោកផ្សំដំណេកជាមួយខ្ញុំវាពិបាកណាស់ចឹងហីតួនាងប្រែកាយទៅជាមនុស្សបានតែនាងនៅតែជាបិសាចថ្នាក់ទាបនាងមិនចេះស្រឡាញ់ខ្លួនមិនចេះគោរពវាមានភាពខុសពីមនុស្សហ្វងឆិនលោកស្អប់ខ្ញុំចឹងលោកសុកចិនមកលំបាកជាមួយខ្ញុំបានខ្ញុំទៅក៏បានបិសាចនោះមានរឿងហើយមិនអីទេអ្នកនាងឈិញអីមនុស្សដូចជាខ្ញុំមិនសមឲ្យនាងជួយទេឲ្យខ្ញុំស្លាប់ទៅវាយនេះងាប់វាយនេះងាប់វាយវាងាប់ទៅនាងណាប្តីគេនាងធ្វើឲ្យប្រពន្ធគេស្លាប់ទៀនស្រីថោកទៀបអញ្ចឹងទៅឈប់បុកវាចោលទៅវាយងាប់ទៅមិនមែនអញ្ចឹងទេអ្នកប្រលឹងគេប្រាប់ខ្ញុំថាគេមិនទាន់រៀបការគេនៅសន្យានឹងខ្ញុំលុកខ្លួនឲ្យខ្ញុំហើយមករស់នៅជាមួយខ្ញុំទៀនសម្ដីមនុស្សថោកទាបអញ្ចឹងមិននឹងអាចជឿជាក់បានទៅត្រូវវាយងាប់ទៅវាយងាប់ទៅវាយងាប់ទៅបានហើយស្មាងអីមកថានាងគឺជាស្រីបនមានស្រីបនណាមួយមិនមែនមកពីឪពុកមកពីប្តីមកពីមនុស្សថោកទាបយកទៅលក់នៅបនទេបើពួកគេមានជំរឿនាងក៏មិនធ្វើអញ្ចឹងដែរអ្នកនាងអ៊ីកនៅដឹងពីភាពល្អភាពអាក្រក់ហើយបើសិនជាពួកឯងមិនសុននាំមកមួបង្កាច់មនុស្សស្រីទន់ខ្សោយពួកឯងថោកទាបជាងគេរាប់ម៉ឺនដងតកូនរវល់ជាមួយនឹងពួកវាលឹកនេះលឹកលែនេះមកដល់ទៅចុះតមិនបាច់មើលទេតើពួកយើងមានផ្លូវពីរទី1លត់ទឹកឲ្យត្រីស៊ីឬមួយក៏កាន់ដៃរបស់យើងអ្នកនាងឈិញអ៊ីងមានរបួសហើយមនុស្សដូចជាខ្ញុំអញ្ចឹងមិនសមឲ្យនាងជួយទេអីយើងចង់ដឹងថាបើផ្ដល់ឱកាសឲ្យនាងម្ដងទៀតឲ្យនាងតែមានសេរីភាពនាងនឹងបដូរជីវិតខ្លួនឯងឬអត់បិសាចនេះនាងបែរជាលុយប្រាក់យើងមកធ្វើអំពើល្អទៅវិញនាងធ្វើដោយខ្លួនឯងទៅមិនបានជាបេះដូងរបស់យើងលោតលឿនយ៉ាងនេះនៅផ្លឹកដល់ណាទៀតមិនកុំឆាប់តាមមកក្រែងលោកឲ្យខ្ញុំទៅតែមុនពេលដល់អាគមនោះនាងហាមចេញពីខ្ញុំជាដាច់ខាតអ្នកនាងមកជួយខ្ញុំនាងមើលតែនាងគឺដើម្បីយកបានបេះដូងគេមែនទេនាងចាំសិភ័យដែលខ្ញុំជួយនាងពីមុនឬអន់នាងអាចរៀនវិធីនៅក្នុងនោះបានប៉ុន្តែចិត្តស្មោះទើបមានតម្លៃឈឺខ្លាំងណាស់ខ្ញុំត្រូវតែលាបថ្នាំឲ្យនាងរបួសនាងចិត្តជាហើយខ្ញុំភ្លេចថាលោកក៏មានអារម្មណ៍ដូចជាខ្ញុំដែរពួកគេវាយនាងមិនបានជានាងបន្តដៃអញ្ចឹងតដៃឲ្យវាយ៉ាងម៉េចវាយងាប់មួយមិននឹងអាចវាយងាប់ប្រព័ន្ធពួកគេកាត់មកគឺមានចំណេះដឹងតែបន្តិចប៉ុន្តែមិនមែនជាកំហុសគេទេគឺជាកំហុសលោកនេះនាងដឹងច្រើនតាអ្នកនាងអៀនអូជាណាមិនបានជានាងជួយគេអញ្ចឹងនាងគឺជាមនុស្សល្អណាស់មិនក៏នាងដឹងថាគេជាមនុស្សល្អពួកលោកប្រកាសសម្ដែងនេះតាមពិតពួកលោកមានគំនិតអាក្រក់បើជាមកធ្វើឯងល្អពួកយើងគឺជាបិសាចឯងមានអារម្មណ៍ដឹងមនុស្សល្អឬក៏មនុស្សអាក្រក់គ្រាន់តែហាត់ក្លិនក៏អាចដឹងដែរដូចជាលងគឺជាមនុស្សល្អបើបិសាចឆ្លាតអញ្ចឹងមិននឹងអាចធ្លាក់ចូលក្នុងអន្ទាក់មនុស្សត្រូវមនុស្សបោកប្រាស់ទៀតពួកលោកក៏ដឹងថាពួកយើងជាបិសាចត្រូវមនុស្សបោកដែរមែនទេបងស្រីនិយាយហើយរឿងស្នេហានេះពួកយើងគឺជាបិសាចងាយធ្លាក់ចូលអន្លង់ស្នេហ៍ជាងពួកលោកជាបិសាចព្រោះឲ្យពួកយើងអាក្រក់តាមត្រង់ល្អក៏ត្រង់បេះដូងគេមានរូបផ្កា5សន្លឹងពេលនេះវាបាក់មួយហើយឬមួយក៏គេលងជាមួយនឹងយើងហើយនេះលោកស្រឡាញ់ខ្ញុំហើយមែនទេ
នាងកុំគិតច្រើនអីនាងមានរបួសដូចជាខ្ញុំមានរបួសអញ្ចឹងថ្ងៃក្រោយបើមានអ្នកណាធ្វើបាបនាងនាងក៏តដៃវិញទៅមកទៅគឺតតែពឹងលើអាគមតែយើងអាចមើលឃើញបេះដូងហ្វុងឈិនបើយើងអាចយកបេះដូងគេបានផ្កានោះរីកទាំង5សន្លឹងគេប្រកាសជាព្រមសំដំណេរជាមួយយើងមិនខានទីលោកគ្រូរាប់រយឆ្នាំហើយទីបំផុតមានមនុស្សអាចឲ្យបេះដូងឯងបានហើយឯងដឹងថានេះមានន័យថាយ៉ាងម៉េចទេបើសិនជាវារីកទាំងអស់នោះកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងខ្ញុំដែលស្រឡាញ់វាអាចឆ្លងការតាំងសិលរាប់រយឆ្នាំបានឡើងជាអ្នកពូកែហើយអញ្ចឹងឯងដឹងទេបើឯងមិនអាចកាត់ផ្ដាច់បាននោះមួយជីវិតឯងនឹងវិលវល់ជាមួយនឹងរឿងស្នេហារហូតទុកនេះនៅក្បែរខ្លួនទៅចាំទុកអ្នកហាត់គុណពួកយើងដាច់ខាតបើមានស្នេហាត្រូវតែផ្ដាច់វាចោលខ្ញុំសន្យាថានឹងធ្វើវាឲ្យបានសូមលោកគ្រូទុកចិត្តចុះមើលឆ្អាតហើយរណីនាងគឺជាបិសាចហ៎ដៃចូលភ្នែកមកមិនឃើញទេលោកជួយជួយខ្ញុំបន្តិចបានឬអត់ខ្ញុំស្អាតទេណែខាងនេះក៏ត្រូវជួតដៃមុលីហ៎អ្នកតាំងសិលមិននឹងអាចត្រូវបិសាចពវត់នោះចិត្តឯងមិនស្ងប់ឯងតាំងសិលយ៉ាងម៉េចទៅសាច់ច្បងខ្ញុំដឹងខុសហើយខ្ញុំនឹងទៅតាំងសិលមិនបានជានាងធ្វើឲ្យអ្នកនៅក្នុងបកច្បុកច្បល់បែបនេះអញ្ចឹងនេះរករឿងខ្ញុំម្នាក់មិនគ្រប់គ្រាន់ទេយ៉ាងម៉េចលោកក៏ត្រូវខ្ញុំពងវក់ដែរមែនទេកុំនិយាយព្រៃប្រាយសោះខ្ញុំគ្រាន់តែស្អប់ដែលនាងដើរបង្វក់គេពេញហ្នឹងថ្ងៃក្រោយកុំឲ្យប្រុសផ្សេងតាមមើលរាងកាយនាងទៀតគឺវាមិនសមទេហ្វុងឈិនបេះដូងគេបានស្រទាប់ទី2ហើយវិធីអ្នកនាងអ៊ីប្រាប់យើងពិតជាបានផលមែនដើម្បីបានតាក់មនុស្សប្រុសអាចប្រាគ្រប់វិធីទៅតាក់គេទោះបីជាគេរឹងប៉ុណ្ណាក៏មិនអាចកិច្ចផុតដែរអញ្ចឹងហើយវិធីនោះគឺជាភាពច្រណែនបេះដូងរបស់លោកមិនបានជាវាលោតលឿនអញ្ចឹងយប់នេះហាមនាងចូលគេងក្នុងបន្ទប់ខ្ញុំគេងចំណាំក្រែងផ្ដោកន្លែងខ្ញុំគេងមិនលក់ទេអញ្ចឹងខ្ញុំទៅរកគេងនៅកន្លែងផ្សេងលោកគេក៏មិនបានកាត់ដែរគង់តែមានថ្ងៃណាមួយលោកប្រកាសជាលោកនឹងខ្ញុំមិនបានជាយប់យ៉ាងនេះទៅហើយលោកមិនតាន់គេងទៀនលោកថាតែមើលមនុស្សលោកនេះពិតជាគួរឲ្យធុញលោកធ្វើមកក្រមៅរហូតបើលោកមិនរវល់ជាមួយខ្ញុំទេខ្ញុំនឹងទៅរកអ្នកផ្សេងហើយនាងហ៊ានទេខ្ញុំមិនដោះលែងនាងទេអញ្ចឹងខ្ញុំចាំមើលថាលោកមិនដោះលែងខ្ញុំយ៉ាងម៉េច
ហ្វងឆិនមិនបានជាយប់ចាស់នេះទៅហើយនៅបោះខោអាយទៀនចាំខ្ញុំជួយលោកទៅចុះពាក់ព័ន្ធអីជាមួយនាងជាក្លិនអីនឹងចម្លាញ់នឹងណែឆាប់ឲ្យមកខ្ញុំវិញយើងលើមកលីថានៅទីនេះវាមានបិសាញ់ធ្វើឲ្យទីនេះមានចលាចលតាមពិតគឺជានាងអ្នកតាំងទៀមសិស្សច្បងសឹងយ៉ងនេះមិនជាសិស្សប្អូនដែលតាមហ្វងឆិនរហូតនោះទេមែនទេយ៉ាងម៉េចនាងខ្លាចថាតំណែងនាងលែងនៅមែនទេស្រីបិសាញ់នាងកុំក្អេកកាំងពេញថ្ងៃនេះយើងនឹងប្រដៅនាងចេញម្ដងអូនរឿងនេះចាំយកជាអ្នកចាត់ការសិស្សច្បងតាមធម្មតាបងគឺជាមនុស្សត្រឹមត្រូវគ្រប់ច្បាប់ជាងគេឬមួយក៏បងពិតជាលងជាមួយនាងមីនឈិញអ៊ីងនាងមិនជាបិសាចធម្មតាទេពួកបិសាញ់វាស្អប់ក្លិនបិសាចជាងគេនេះហើយគឺជាចរិតពួកបិសាញ់សិស្សច្បងនេះបងនឹងមិនដឹងខ្លួនទេមែនទេថ្ងៃនេះបងមិនចាត់ការវាថ្ងៃក្រោយនឹងនាំរឿងឲ្យប៉ាច់ទាំងមូលយើងគ្មានចេតនាធ្វើបាបនាងទេនាងសម្ដែងស្អីពួកបិសាចអាក្រក់អញ្ចឹងមុននេះនាងបិសម្រាប់យើងពេលនេះនាងនៅដល់សាទៀនលោកក៏មិនជឿខ្ញុំដែរមែនទេណែខ្ញុំសិស្សច្បងខ្ញុំជឿរបួននេះអង្គុយចុះចាំបងព្យាបាលរបួសឲ្យយ៉ាងដឹងហើយតាមពិតនាងគឺជាអ្នកធ្វើលោកភ្លៀងហ៎លោកគ្រូនាងបិសាចនេះវាចង់ពពោះសិស្សច្បងហើយចង់សម្រាប់ខ្ញុំទៀនលោកគ្រូជួយខ្ញុំផងទៅអូនឈិននិយាយស្អីលោកគ្រូរឿងនេះមកពីខ្ញុំព្រមទទួលទោសទាំងអស់គឺមកពីខ្ញុំទាំងអស់លោកគ្រូបិសាចនេះមិនអក្រក់ទេបើនាងចូលមកបាក់ទៅហើយអញ្ចឹងឲ្យផងឈិនមើលគេទៅបើសិនជាវាសនាមួយវាជាបុណ្យមួយដែរលោកគ្រូមុននេះវាគឺចង់សម្រាប់ខ្ញុំមិននឹងអាចចាប់បានទេឯងគិតថាឯងប្រើក្លិនបាយសាយក្រអូបនោះគឺគ្មានអ្នកណាគេដឹងហើយរឿងថ្ងៃនេះមិនជាកំហុសនាងទេចម្លាញ់ណាស់យើងមិនអាចជួបគេទេមិនបានជាយើងមានអារម្មណ៍ប្រហាក់ជាមួយគេអញ្ចឹងឬមួយកននេះគឺជាអារម្មណ៍បងស្រីលោកគ្រូមិនអាចជួយបិសាចទេមិនបានជាគាត់ល្អជាមួយនឹងឈិញអីអញ្ចឹងតើបានន័យថាយ៉ាងម៉េចទៅបងឈិនតាំងសិលវាមិនជារឿងងាយទេឯងតាំងសិលយូរគួរតែដឹងហើយរាល់ការសម្រេចចិត្តមានន័យយ៉ាងម៉េចអរគុណលោកគ្រូដែលបានណែនាំសិស្សច្បងអូនតុនខ្សោយតាំងពីក្មេងមករបួសនេះខ្លាចថាអាចនឹងរើរបួសចាស់លើមកថាបេះដូងរបស់ពោះវាអាចព្យាបាលជំងឺបានម៉ែនេះហ៎ណែឈិញអីអញ្ចឹងក៏ឲ្យនាងទៅចាស់សិស្សច្បងខ្ញុំក្រោកឡើងខ្ញុំដឹងថានាងសម្ដែងទេខ្ញុំស្មានថាវិធីនេះបានផលតែមិននឹកស្មានថាលោកមកដឹងសោះថ្ងៃក្រោយមិនថាយ៉ាងម៉េចទេហានធ្វើបាបរាងកាយខ្លួនឯងមិនថាយ៉ាងណាទេក៏មិនបានដែរនាងគួរតែយល់ហើយលោកបារម្ភពីខ្ញុំអញ្ចឹងនេះលោកស្រឡាញ់ខ្ញុំមែនទេពួកយើងមានអារម្មណ៍ដូចគ្នាខ្ញុំគ្រាន់តែខ្លាចនាងឈឺតែប៉ុណ្ណោះអូគ្រូចាប់បិសាចប៉ុណ្ណាណីក៏ចេះខ្លាចឈឺដែរមែនទេបើលោកខ្លាចឈឺអញ្ចឹងមិនក៏លោកនឹងមិនឆាប់លាបថ្នាំឲ្យខ្ញុំទៀត
លាបខ្លួនឯងទៅបើសិនជារបបខ្ញុំមិនជាទេនឹងលោកត្រូវតែទ្រាំជាមួយខ្ញុំហើយអ្នកខ្លះមុននេះបាននិយាយថាខ្លួនឯងខ្លាចឈឺនោះអីនាងប៉ុណ្ណឹងបានហើយខ្ញុំឆាប់ញ៉ាំលោកហើយខ្ញុំលេបហើយមើលទៅយើងត្រូវខិតខំបន្តិចទៀតទៅបានតែមិនអីទេយើងនៅមានពេលទៀនក៏មានវិធីដែរយប់នេះជាយប់សាន់ប្រខែបីសាច់នោះនាងប្រកាសជាមករកយើងជាមិនខានទេសាច់ច្បងសាច់ច្បងយប់នេះជាយប់សាន់ព្រះខែខ្ញុំបានធ្វើថងក្រអូបម៉ងជូនឲ្យបងមានសុវត្ថិភាពការតាំងសិលមានរឿងអីសាច់ច្បងមិនល្អទេបីសាច់នោះមានរឿងហើយកុំចាំមកនាងយ៉ាងម៉េចហ្នឹងយប់ពេញបរមីពពួកយើងនឹងត្រូវសក់ស្បែកសុំវល់លោកកុំចាំមកអីមិនហើយមនុស្សប្រុសសត្វតាស្រឡាញ់ស្រីស្អាតគេឃើញយ៉ាងអញ្ចឹងគេនឹងលែងស្រឡាញ់យើងហើយមិនបានជាខ្លួនលងរងាអញ្ចឹងខ្ញុំត្រាំខ្លួនឯងក្នុងអណ្ដូងទឹកកមកពេញមកចុកកំណៅឲ្យនាងមិនបានជាលងមិនយកខ្ញុំដាក់ក្នុងនោះទេធ្វើអញ្ចឹងវាមិនងាយជាងទេពួកយើងមានអារម្មណ៍ដូចគ្នាពេលនេះនាងទន់ខ្សោយបើយកនាងដាក់ក្នុងនោះរាងកាយនាងនឹងរបួសជាមិនខានទេខ្ញុំមានតែធ្វើអញ្ចឹងទើបមិនសូវឲ្យនាងឈឺចាប់ណាបានធូរតែដែរទេហ្នឹងលោកគ្រូលោកធ្វើអញ្ចឹងគឺដើម្បីខ្ញុំជួយជីវិតរបស់នាងវាមិនមែនជារឿងដែលល្ងងទេលោកអោបខ្ញុំណែនពេងខ្ញុំដកដង្ហើមមិនចេញទេកុំកំរើងខ្លួននាងក្តៅខ្លាំងណាស់មិនដឹងថាហេតុអីទេយើងខានមានអារម្មណ៍អញ្ចឹងយូរហើយវាហាក់ដូចជាអារម្មណ៍ដែលអ្នកម៉ែអោបយើងអញ្ចឹងវាឲ្យយើងមានអារម្មណ៍កក់ក្ដៅនេះពេលដែលយើងប្រឈមមុខជាមួយនឹងនាងនេះគឺវាងាយអង្គើអញ្ចឹងហើយខ្ញុំចុះពីភ្នំទៅធ្វើភារកិច្ចជាមួយសិស្សប្អូនតែងមើលថែបរិបទបានល្អផងចាំខ្ញុំមកវិញណានេះគេបារម្ភពីយើងមែនទេកម្លាំងធាតុយើងខ្លាំងជាងមុនវាប្រកាសជាមកពីហ្វុងឆិនគេអាប់យើងពេញមួយយប់ហើយរាងកាយគេពិតជាបានជួយយើងមែនបងស្រីបងដឹងពីកម្លាំងធាតុដែលខ្ញុំផ្ទេរឲ្យបងឬអន់ផែនការរបស់ពួកយើងគឺចិត្តបានជោគជ័យហើយបានហើយពួកយើងចាប់ចេញពីទីនេះទៅប៉ុន្តែបេះដូងរបស់គេបាក់បាន3ស្រទាប់ដើម្បីខ្ញុំហើយឈិញអីឯងក្មេងពេកហើយបងស្រីមិនថាយ៉ាងណាទេខ្ញុំនឹងមិនបោះបង់ចោលឡើយណែមួយណែសាច់ច្បាស់យ៉ាងម៉េចនឹងសាច់ច្បាស់ដើម្បីការពារពួកយើងគាត់តែត្រូវពឹងពីពួកបិសាចកញ្ជ្រោងពើស្នៃ
នេះត្រូវបន្សត់យ៉ាងម៉េចនេះមិនមែនជារឿងតូចតាចទេតើតែប្រុសស្រីទៅផ្សំដំណេកជាមួយគ្នាទៅអាចបន្សាបបានផ្សំដំណេកសាច់បងចាំខ្ញុំមើលថែបងប្រយ័ត្នជើងប្រយ័ត្នរឿងបន្សាបពឹសស្នៃពួកបិសាចយើងចំណេញជាងមនុស្សដូចជានាងអញ្ចឹងតើដឹងស្អីទេមិនបានជាយើងមិនដឹងអីនោះមិនបានជាយើងមិនដឹងស្អីខ្ញុំត្រូវពឹសស្នេហ៍ហើយខ្ញុំដឹងខ្ញុំក៏មានអារម្មណ៍ដូចជាលោកដែរមានតែបែបនេះទេសុំតផងមិនបានជានាងធ្វើអញ្ចឹងក្រែងនាងចង់ផ្សំដំណេកជាមួយនឹងខ្ញុំនោះអីមិនបានជានាងធ្វើបាបខ្លួនឯងមកបន្សាបពើឲ្យខ្ញុំអញ្ចឹងបើសិនជាខ្ញុំឆ្លៀតឱកាសនេះលោកនឹងស្អប់ខ្ញុំមួយជីវិតហ្វុនឈិនខ្ញុំមិនចង់ឲ្យលោកស្អប់ខ្ញុំទេពួកយើងជាបិសាចមានរឿងខ្លះធ្វើរឿងខ្លះមិនធ្វើទេខ្ញុំជឿថាពឹងលើមន្តស្នេហ៍របស់ខ្ញុំក៏អាចឲ្យលោកស្រឡាញ់ខ្ញុំបានដែរបេះដូងរបស់ហ្វុនឈិនបាក់មួយសន្លឹកទៀតហើយមិននឹងអាចទៅហ្វុនឈិនហ្វុនឈិនហ្វុនឈិនឈិញអ៊ីងឯងឈប់ពាក់ព័ន្ធជាមួយហ្វុនឈិនទៀតទៅឯងឈប់ទៅបងស្រីបេះដូងហ្វុនឈិននៅសល់តែមួយស្រទាប់ទៀតប៉ុណ្ណោះវានឹងបើកទាំងអស់ដល់ពេលនោះគេនឹងព្រមសំដំណេកជាមួយខ្ញុំហើយភាពឈ្នះនៅខាងមុខខ្ញុំនឹងមិនឈប់ទេបងមិនឲ្យអញទៅជាអញ្ចឹងទៀតទេអរគុណនាងហើយអរគុណអ្នកនាងអ្នកណាខាងក្រៃយប់មិញអរគុណអ្នកនាងជួយខ្ញុំបើមិនបាននាងជួយទេខ្ញុំខ្លាចថាធ្វើអ្វីមិនល្អទេវាជារឿងធម្មតាទេលោកកុំគិតច្រើនពេកអូនេះជាថ្នាំព្យាបាលរបួសយប់មិញនាងជួយខ្ញុំអស់កម្លាំងធាតុច្រើនណាស់នាងត្រូវតែព្យាបាលរបួសណាទោះជាឆ្កែជាឆ្មាក៏ខ្ញុំនឹងជួយដែរលោកកុំគិតច្រើនអីតែម្សិលមិញនៅខាងក្រោយភ្នំគ្រាន់តែនិយាយពីផ្អែមបន្តិចហើយវាយ៉ាងម៉េចខ្ញុំជាបិសាចខ្ញុំផ្ដេសសាវ៉ាងីលោកជាការពិតធ្វើអីអញ្ចឹងហើយនាងក៏លេងសើចជាមួយនឹងស្នេហាលេងសើចជាមួយស្នេហាលេងសើចជាមួយស្នេហាវាជារឿងពួកបិសាចយើងចូលចិត្តជាងគេ
ឈិញអ៊ីងសំតឹងនេះជាជំរើសតែមួយគត់របស់បងឈិញអ៊ីងនេះជាជំរើសតែមួយគត់របស់បងស្រីបងដឹងខ្លួនឡើងខ្ញុំសូមវល់បងជួយគេផងទៅបងស្រីឈិញអ៊ីងនេះតាមមានរឿងអីទៅបងស្រីខ្ញុំមិនស្ដាប់តាមបងខ្ញុំលួចចុះពីលើភ្នំមកតែស្លាញ់មនុស្សធម្មតាម្នាក់តែខ្ញុំមិនដែលស្ដាយក្រោយទេពេលនេះខ្ញុំចង់ឲ្យបងជួយគេផងមនុស្សរស់មួយជៀនគេមិនអាចប្រឆាំងជាមួយវាសនាបាននោះទេបើសិនជាគេស្លាប់ខ្ញុំមិនរស់ម្នាក់ឯងនោះទេឆាប់ភ្លាមអញឈ្គន់ហើយមែនទេបងដឹងថាអញស្លាញ់វានោះហើយបងមិនឲ្យរឿងការពីមុនវាកាត់ឡើងម្ដងទៀតទេទោះជាអញស្អប់បងក៏ដោយក៏បងនឹងធ្វើដែរអីចឹងនេះមិនមែនជាបិសាចចិត្តតែប្រុសនោះហីនាងទៅពពុះសច្បាំងពេញនឹងពេលនេះនាងធ្វើអញជាល្អស្អីមិនក៏មិននិយាយរត់ដល់នាងដូចជាពូកែនឹងហ៊ានធ្វើតាមមិនហ៊ានទទួលជាចេញក៏មកពាក់ព័ន្ធជាមួយយើងមិនអញ្ចឹងទេនាងនឹងស្ដាយក្រោយមិនត្រូវទេតាមធម្មតាឈិញអ៊ីងវាបានសម្ដែងណាវាមិននឹងអាចត្រជាក់អញ្ចឹងទៅហ្វយហ្វឹងលោកគ្រូលើច្រឡំមនុស្សហើយលោកលេងជាភ្លាមលោកលេងជាភ្លាមអ្នកគ្រូខ្ញុំមិនឲ្យនាងរត់ទៀតទេនាងបិសាចនោះវាមិនមែនជាមនុស្សល្អមែនវាទៅតាក់សោះច្បងមុនពេលនេះសូម្បីតែលោកគ្រូក៏វាមិនដល់លេងយើងនឹងទៅប្រាប់សោះច្បងឲ្យគាត់ដឹងពីមុខមាត់ប្រាប់របស់វាអ្នកគ្រូខានជួបគ្នាយូរមកហើយយើងនិយាយហើយថ្ងៃក្រោយកុំហៅយើងថាអ្នកគ្រូទៀនលើកមុនជួបអ្នកគ្រូកាលពី100ឆ្នាំជាងមុនគួរឲ្យស្ដាយគេអស់ជីវិតហើយឯងមានវាសនាជាមួយយើងនឹងយកកម្លាំង100ឆ្នាំយើងទៅកែប្រែវាសនាឯងពីពេលនេះទៅឯងឈ្មោះថាសៀនតៅជីងហ៎សៀនតៅជីងឯងឲ្យយើងផឹកអីទៅប្រកាសជាស្រាដងហងដែលគ្រូខ្លាចជាងឯងហើយឯងបាច់ជាហ៊ានធ្វើអញ្ចឹងផងបើអ្នកគ្រូបានជោគជ័យខ្លាចជាទេវតានោះខ្ញុំមិនឲ្យអ្នកគ្រូចេញពីខ្ញុំទេសៀនតៅជីងមិនបានជាពេលនោះយើងទៅជួយអរិយឆានដូចជាឯងចឹងអ្នកគ្រូពីពេលនោះមកខ្ញុំតាមរកអ្នកគ្រូរហូតអ្នកគ្រូមានរូបរាងកាយតែមួយជាមួយនឹងឈិញអ៊ីងខ្ញុំចាំយូរមកហើយទម្រាំតែបលឹងគ្រូចូលខ្លួនថាមិញម៉ែប៉ាឆេងស៊ូបាជាខ្លាចជាមនុស្សដែលវក់ជាមួយនឹងស្រីទៅវិញពិតជាគួរឲ្យអស់សំណាញ់ណាស់មិនឲ្យលះបង់អីទេខ្ញុំមិនឲ្យគិតពីខ្ញុំទេលេងចឹងឯងគិតថាកាត់ពីមុនឯងរួចគ្នាអញ្ចឹងមែនទេឲ្យតែសម្រាប់ឈិញអ៊ីងចោលនាងមិនរលីទៅណាទេពួកយើងអាចនៅជាមួយគ្នាជារៀងរហូតហើយបានហើយបើសិនជាឯងហ៊ានប៉ះនាងយើងនឹងធ្វើឲ្យឯងមិនអាចមកឃើញជារៀងរហូតខ្ញុំមិននឹងឲ្យនាងស្អប់នោះខ្ញុំស្បត់ខ្ញុំនឹងមិនចាត់ការខ្លួនឯងទេនាងគួរតែដេកហើយអ្នកគ្រូអ្នកគ្រូរាងកាយនេះគួរតែជារបស់នាងហើយ
ខ្ញុំនឹងជួយនាងយកមកវិញលោកគ្រូបានន័យថាម៉េចយើងគ្រាន់តែចង់មើលថាគ្រូឯងតើវាមានអ្វីដែលពិសេសទៅលោកគ្រូធ្វើអញ្ចឹងវាមានពាក់ព័ន្ធអីជាមួយនឹងរឿងរបស់ខ្ញុំឯងកុំភ័យយើងដឹងហើយតែពេលនេះឲ្យនាងដឹងខ្លួនសិនទៅទើបបានខ្ញុំនៅកន្លែងណាទៅហ៎ជីងអ៊ីងលោកគ្រូមិនបាច់ខ្វល់ទេជីងអ៊ីងមានខ្ញុំមើលថែហើយល្បែងនេះវាកាន់តែគួរចាប់អារម្មណ៍ទៅហើយនាងជាមួយលោកគ្រូមានស្អីពាក់ព័ន្ធនឹងគ្នាពាក់ព័ន្ធអីទៅខ្ញុំតែដឹងខ្លួនទេខ្ញុំខ្លួនឯងកុំមកសម្ដែងនោះពួកនាងជាបិសាចចង់តែផ្សំដំណេកទេជាមួយអ្នកណាក៏បានដែរជាដំបូងគឺខ្ញុំហើយក្រោយមកគឺលោកគ្រូតាមមិនដែរទេមកតែបងស្រីដើម្បីខត់យើងតាក់ទងជាមួយ function គាត់ក៏គ្រប់គ្រងរាងកាយមួយនេះតែពេលនេះរាងកាយរបស់យើងបានមកវិញហើយអញ្ចឹងយើងមិនដកថយទៀតទេនេះលោកប្រច័នខ្ញុំជាមួយនឹងលោកគ្រូអីហ៎អ្នកណាតែអ្នកណាប្រច័ននោះប៉ុន្តែមុននេះលោកព្រោះតែខ្ញុំតែមានរឿងជាមួយនឹងលោកគ្រូនោះអីលោកថាតែមើលបើខ្ញុំទៅផ្សំដំណេកជាមួយលោកគ្រូមែននាងហ៊ានហ៎ Function ខ្ញុំស្រឡាញ់លោកនាងដឹងថានាងកំពុងនិយាយពីស្អីទេខ្ញុំដឹងខ្ញុំស្រឡាញ់លោកវាមិនមែនដើម្បីផ្សំដំណេកជាមួយលោកទេក៏មិនមែនអ្វីផ្សេងដែរគឺខ្ញុំគ្រាន់តែស្រឡាញ់លោកផ្កាបេះដូងរបស់លោកបានបាក់អស់ទៅហើយលោកនៅធ្វើជាត្រឹមត្រូវស្អីទេកុំបញ្ញាប់អីខ្ញុំស្អប់លោកនិយាយថាមនុស្សជាមួយនឹងបិសាចមិនអាចស្រឡាញ់គ្នាបានតែបេះដូងលោកដែលមិនដែលបាក់នោះវាបែរជាមកបាក់ព្រោះតែបិសាចខ្ញុំនេះទៅវិញលោកថាតែមើលលោកបកស្រាយយ៉ាងម៉េចប្រហែលជានាងនិយាយត្រូវតែទោះបីជាមនុស្សត្រូវគោរពតាមប្រពៃណីហើយនឹងច្បាប់ទម្លាប់របស់វាដែរមិនអាចធ្វើប្រហែលទេពួកយើងគួរតែគោរពគ្នាទៅវិញទៅមកទៅវិជ្ជាការត្រឹមត្រូវអីយ៉ាខ្ញុំមិនយល់លោកនិយាយពីអ្វីទេខ្ញុំសួរលោកស្រឡាញ់ខ្ញុំឬអត់ស្រឡាញ់ទុកពេលឲ្យបងបន្តិចទៅបងនៅទទួលខុសត្រូវលើអូននេះជាពណ៌ក្រហមដែលកើតចេញពីក្តីស្រឡាញ់របស់មនុស្សបងចង់ឲ្យអូនដឹងថាទោះអូនជាបិសាចហើយនៅក្នុងចិត្តរបស់បងគឺអូននៅតែសំខាន់លោកប្រកាសឲ្យមែនទេលោកមិនកុហកខ្ញុំទេពេលដំការនោះរបាក់អស់តើវាមានន័យយ៉ាងម៉េចទៅខ្ញុំយល់ហើយសម្រាប់ស្រីបិសាចនោះចោលទៅកាត់ស្នេហាខ្លាចទៅជាទេវតាគឺបានហើយណាតាមពិនគេកុហកយើងរហូតមកស្រឡាញ់អីគ្រប់អីវាជាការខ្លាំងខ្លាយទាំងអស់
គេនិយាយពីអស់នោះមកលួងលោមយើងគឺដើម្បីឆ្លងគ្រោះស្នេហាគេទីលោកគ្រូតើសម្រាប់គេវាមិនមែនជាវិធីតែមួយទេខ្ញុំមានវិធីផ្សេងអាចឆ្លងគ្រោះនេះបានមិនចាំបាច់ប្រើវិធីនេះទេគុំទៅគិតងាយពេកបើឯងចាត់ការមិនបានទេទុកឲ្យយើងចាត់ការជំនួសទៅចុះប្រកាសណាល្អណាស់ហ្វុងឆិនមកដល់ពេលនេះលោកនៅកុហកខ្ញុំទៀនមង្គលការនេះលោកដើម្បីសម្រាប់ខ្ញុំក៏បានត្រៀមទុកអញ្ចឹងមែនទេមង្គលការពួកមនុស្សលងមិនបានគួរតែផ្សំដំណេកទេមិនបានជាមកទីនេះអញ្ចឹងអូនគួរតែមានសេរីភាពយកមេដីជាមនាកាយអូនទៅវាស័ក្តិសមអាប្រសាវ័យយើងនឹងសម្លាប់ឯងឈិញអ៊ីងបងនឹងមិនក្បត់អូនទេបងស្រីកម្លាំងដែលបានមកពីការផ្សំដំណេកនឹងវាអាចលំនឹងប្រលឹងបងបានហើយឈិញអ៊ីងបើពួកយើងយកបានអ្វីដែលពួកយើងចាប់បានហើយអញ្ចឹងពួកយើងក៏ឆាប់ចេញពីទីនេះទៅលមកទីនេះធ្វើអីអាកាសធាតុរងាប្រយ័ត្នឈឺណាទៅតែងើបមកឲ្យមិនឃើញអូនបងក៏នឹកអូនទៅអាយរំខានអូនជួយកាប់អាវឲ្យបងតើបានដែរទេហ្នឹងបងមិនចេះធ្វើដោយខ្លួនឯងទេសិតសក់ពាក់អាវឲ្យគ្នាវាក៏ជាការអភិវឌ្ឍទំនាក់ទំនងមួយដែរក្រែអូនទៅរៀនសូត្រពីពួកមនុស្សនោះអីឲ្យមកអូនវិញមកមិនស្មានថាអូនប្រើវិធីច្រើនដាក់បងអញ្ចឹងសោះបងចង់ធ្វើអីពស់ជាសត្វនេះជាយន្តការពារខ្លួនអាចឲ្យអូនចូលដីយូរគុជនេះអាចឲ្យរាងកាយវាកក់ក្ដៅគឺជូនអូនបែបនេះអូនលេរងាយហើយគុញដែលអាចធ្វើឲ្យកក់ក្ដៅបានរាប់ពាន់ឆ្នាំទើបអាចមានវាបានបងបានវាមកពីណីរាប់ពាន់ឆ្នាំហើយយ៉ាងម៉េចឲ្យតែអូនស្រឡាញ់ហើយនេះជាការប្រកួតនៅឯប៉ាចាំបងត្រឡប់មកវិញឈិញអ៊ីងមនុស្សនឹងបេសាញដើរផ្លូវខុសគ្នាកុំតែស្រឡាញ់មនុស្សធម្មតាអីស្ដាប់តាមបងតែហេតុអីយើងឈឺត្រង់នេះម្ល៉េះមិនអាចទេសាច់ច្បងមិនអាចចាញ់ទេទោះបីជាវាយជាមួយគេម្នាក់ឯងក៏ដោយមើលទៅមួយរយៈនេះសាច់ច្បងមើលទៅដូចជាគ្មានអារម្មណ៍ទេមើលទៅគេលេងដូចពីមុនទៀតហើយមើលទៅមួយរយៈនេះសាច់ច្បងមានរឿងស្អីអាចនិយាយបានហើយមិនអញ្ចឹងទេបងមិននឹងអាចយកឈ្នះខ្ញុំពួកឯងក៏មកនិយាយប្តេជ្ញាផ្ដាច់សាច់ច្បងហាត់នោះគឺវិជាគុណឈូអ៊ីង
គាត់មិននឹងឲ្យមានរឿងទេយើងថាណាគឺពួកឯងចំណានជាមួយសមត្ថភាពសិស្សច្បងសិស្សប្អូនឯងដឹងថាហេតុអីបានជាសិស្សច្បងដែលប្រកែកនោះថ្ងៃនេះសូម្បីតែដាវក៏កាន់មិនជាប់ដែរព្រោះអីគេបាត់បង់រឿងកាយដើមហើយកម្លាំងភាពក៏លែងមាននៅដែរប៉ិតមែននេះមែនហ៎មែនមិនក៏ចម្លែកមិននឹងអញសិស្សច្បងហាត់គឺជាក្បាច់កូនអ៊ូឈីងសិស្សប្អូនមូឈីងមកសាមញ្ញក្រវ៉ាល់ខ្ញុំជ្រុះនៅបន្ទប់លងលោកមានឃើញឬអន់ក្រវ៉ាល់ខ្ញុំជ្រុះនៅក្នុងបន្ទប់លងលោកមានឃើញឬអន់ក្រវ៉ាល់អីនៅសំដែងទៀនខ្ញុំដឹងថាក្លិនថងក្រអូបខ្ញុំនៅលើខ្លួនរបស់លោកក្រវ៉ាល់អីនាងបានឲ្យថាម៉េចហ្នឹងយ៉ាងម៉េចលោកវាយមិនឆ្នាំមូលីផងអញ្ចឹងគេគឺជាមនុស្សពូកែជាងគេនៅក្នុងប៉ែនអញ្ចឹងលោកមកចេះដឹងអីទេណាពួកឯងចេញទៅឆាប់ទៅលឺឡាយឆាប់ទៅសំណាងហើយនាងមិនអីនោះអាគមនោះវាបានបើកហើយមិនអីទេពេលលោកផ្សំដំណេកជាមួយខ្ញុំហើយអាគមនោះវាប្រកាសជាបាំងពេលនេះទៅពួកយើងលែងមានអីពាក់ព័ន្ធជាមួយគ្នាហើយនាងមិនន័យថាម៉េចហ្នឹងលោកមិនគិតថាយើងស្រឡាញ់លោកមែនទេនាងនិយាយម្ដងទៀតមកយើងបាននិយាយថាយើងមិនស្រឡាញ់លោកទេយើងគ្រាន់តែពេញចិត្តរាងកាយជាយ៉ាងប៉ុណ្ណឹងដើម្បីមកបង្កើនកម្លាំងធាតុរបស់យើងពេលនេះយើងបានជោគជ័យហើយយើងមិនចាំបាច់សម្ដែងទៀតទេមនុស្សចោលម៉ាស៊ីនយើងលេបលែងរួចហើយពេលនេះយើងខ្ពើមបំផុននាងមិនឈិញអីទេឈិញអីមិនធ្វើអញ្ចឹងដាក់ជើងទេនាងក៏មិននិយាយអញ្ចឹងដែរនាងជាអ្នកណាមិនងាយមានអ្នកណាមើលដឹងពីភាពខុសប្លែកគ្នារវាងបងប្អូនយើងតែមួយទីលោករាប់បានថាជាមនុស្សដំបងព្រោះថាខ្ញុំស្រឡាញ់នាង Function លោកមិនចាំបាច់សម្ដែងទេលោកតែតងជាមួយនឹងឈិញអ៊ីងលោកមិនប្រានាងមកឆ្លងគ្រោះស្នេហារបស់ខ្លួនឯងទេពេលនេះតាឯងមកសម្ដែងអីទៀតពិតជាគួរឲ្យអស់សំណាញ់មែនទេមិនមែនទេយើងមិនអាចយកនាងមកប្រាទេឈប់កុហកគេទេឯងនឹងថាមនុស្សនឹងបិសាចមិនអាចទៅរួញឯងនេះយកចិត្តស្មោះរបស់នាងមកបង្កើនកម្លាំងធាតុឯងប៉ុណ្ណឹងពួកឯងទាំងពីរគ្មានលទ្ធផលល្អអ្វីទេទោះជាបង្ខំនៅជាមួយគ្នាក៏វាដើរផ្លូវចាស់ដែរដើរផ្លូវចាស់តើបានយ៉ាងម៉េចទៅរាប់ពាន់ឆ្នាំមកនេះមនុស្សជាមួយបិសាចនៅជាមួយគ្នាវាមានលទ្ធផលល្អស្អីទេពួកឯងជាមនុស្សទៅបបាញ់សាន់ហើយពួកយើងជាបិសាចបានមិនអាចប្រាក្រឡាជាមនុស្សបានពួកយើងមិនខ្លាចជាសត្វគេប្រមាញ់ទៅឲ្យតែមែនទេយើងរៀបការជាមួយនឹងឈិញអ៊ីងគឺដើម្បីស្រឡាញ់មើលថែនាងឯងពិតជាគួរឲ្យអស់សំណាញ់នេះឯងទុកឈិញអ៊ីងនៅក្បែរខ្លួនតាំងពីដំបូងឯងធ្វើបែបនេះក៏មិនមែនដើម្បីឆ្លងគ្រោះស្នេហាឯងទេពេលនេះឯងមកនិយាយថាស្រឡាញ់នាងផងមិនមែនទេអញ្ចឹងឯងហ៊ានស្បត់ឬអន់ថាឯងមិនដែលមានគំនិតចង់សម្លាប់ឈិញអ៊ីងនឹងឯងហ៊ានស្បត់ថាឯងស្រឡាញ់នាងការពីនាងពីមនុស្សគ្រប់គ្នាឬអន់ឯងអាចទៅរៀងក្រសែភ្នែកពីពួកប៉ាឯងដែរទីពួកឯងជាមនុស្សវាដូចតែគ្នាអញ្ចឹងក្នុងចិត្តមិនដែលភ្លេចរឿងមនុស្សជាមួយនឹងបិសាចខុសគ្នាយ៉ាងម៉េចទោះជាធ្លាប់ស្រឡាញ់គេពិតមែន
តែនៅតែធ្វើតាមការគិតដដែលភាពខ្លាញ់ហើយក៏ទៅពាក់លីនាងនេះគឺជាភាពអាត្មានិយមរបស់ពួកមនុស្សអញ្ចឹងហើយឯងចាំបាច់តង់ទៀនធ្វើអីមិនអញ្ចឹងលែងដៃពេលនេះតែម្ដងទេកុំឲ្យថ្ងៃក្រោយពួកឯងទាំងពីរមានការឈឺចាំហ្វងឆិនដល់លែងនាងក៏ដូចជាដល់លែងខ្លួនឯងដែរឈិញអ៊ីងរឿងការពិជាតិមុនគង់តែមានថ្ងៃណាមួយពួកឯងចាំបាននៅជាមួយគ្នាពួកឯងគ្មានលទ្ធផលល្អទេហ្វងឆិនក៏មិនប្រកបជាមួយឯងដែរគេមិនមែនជាមនុស្សស័ក្តិសមទេនាងគិតថានាងអាចទៅបានអញ្ចឹងលោកគ្រូនាងបិសាចនោះទៅតាក់ទងសោះច្បាស់ធំហើយវានៅតាក់មូលីទៀនវាຕົកបាក់នៅជាគ្រូសូមលោកគ្រូទៅចាត់ការវាទៅនាងតាចាំខ្ញុំជួយរារាំងលោកគ្រូចុះយើងឲ្យឯងកាត់ផ្ដាច់មនោសញ្ចេតនាឯងវិញបើជាស្រឡាញ់ស្រីបិសាចនោះទៅវិញឈិញអ៊ីនាងមិនអាចធ្វើបានណាទេខ្ញុំបានឃើញនាងជួយគេលើកទឹកចិត្តគេជានិច្ចសាច់បងបានជួយនិយាយវាទៀនខ្ញុំគ្រាន់តែនិយាយការពិតទេប្រាប់ឈិញអ៊ីទៅខ្ញុំមិនអាចគេធ្វើបាននាងទេប្រាប់ឈិញអ៊ីទៅខ្ញុំមិនអាចគិតធ្វើបាបនាងទេបើឯងចង់ប្រឆាំងជាមួយនឹងយើងនឹងដាក់ឯងម្ដងទៀតនេះគឺខ្សែតិចបៃសាញ់វាយម្ដងវាមិនត្រឹមតែបៃសាច់បៃឈាមវានៅខាត់ការតាំងសិនអស់10ឆ្នាំទៀតយើងទុកឱកាសឯងម្ដងហើយសម្រាប់ឈិញអ៊ីទៅកម្លាំងធាតុនេះឯងមិនអាចទ្រាំដល់3ដងទេឯងទៅតាមសម្រាប់ឈិញអ៊ីទៅយើងអាចទុកជីវិតឯងបានសាច់បងត្រូវនាងបិសាចនោះពងវងសម្រាប់វាចោលបងនឹងអាចឆ្លងគ្រោះទាំងនេះបានហើយចុះបើយើងមិនចង់ឆ្លងគ្រោះក៏មិនចង់ខ្លាយទៅជាទេវតានោះឥឡូវងងមើលលើឯងជាគ្រូសិស្សម្ដងនោះយើងមិនជួនឯងទៅងាប់ទៅចុះឈិញអ៊ីក្រែងបងឲ្យអូនទៅហាញ់តាអ្វីដែលបងនិយាយអូនស្ដាប់ឮហើយបងមិនអាចចង់សម្រាប់អូនទេបងស្រីខ្ញុំមិនអាចទៅតែងចេញនោះទេខ្ញុំចង់ទៅរកហ្វងឆិនសួរគេឲ្យច្បាស់ឯងគិតច្បាស់ហើយមែនទេខ្ញុំគិតច្បាស់ហើយហ្វងឆិនខ្ញុំនឹងទៅជួយលោកហ្វងឆិនឲ្យសម្រាប់នាងទៅយើងអាចទុកជីវិតឯងបានខ្ញុំមិនស្ដាប់លោកគ្រូទេសាច់បងត្រូវនាងបិសាចពងវងសម្រាប់វាចោលបងនឹងអាចឆ្លងគ្រោះបានមិនអីទេខ្ញុំមានវិធីនាំលោករត់បានលោកគ្រូមិនក៏មិនចាប់ពួកវាមិនបានជាលោកគ្រូលែងពួកវាអញ្ចឹងវាយវាមុននេះណាមិនជាការធ្វើបាបទេវាជាគម្រោងណែនេះជាកន្លែងណានេះជាកន្លែងសម្ងាត់អូននៅជាមួយបងស្រីវាលាក់នៅលើភ្នំវាអាចបាំងកម្លាំងអូនបានហើយអូនមិនបាច់បាត់បង់កម្លាំងធាតុដើម្បីបងអញ្ចឹងទេហើយបងក៏មិនសមឲ្យអូនធ្វើអញ្ចឹងដែរសមឬអន់មិនមែនបងជាអ្នកសម្រេចនោះទេអូនដឹងឬក៏អត់តាំងពីដំបូងមកបងប្រើប្រាស់អូនទៅឆ្លងគ្រោះថ្នាក់រហូតណាពួកយើងដូចតែគ្នាទេពីដំបូងមកអូនគិតចង់ប្រើរាងកាយបងទៅជួយបងស្រីមនុស្សជាមួយនឹងបិសាចគឺវាដាក់ផ្លូវខុសគ្នាតែពួកយើងរៀបការឲ្យមិនចឹងទេតែគោរពមេឃដីធ្វើជាប្តីប្រពន្ធក្រែងបងជាមនុស្សគោរពរឿងទាំងអស់នោះណាមែនទេអូនចាក់ចេញពីបងក៏ទៅរកកន្លែងតាំងសិលទៅអូនមិនបាច់មកជួបបញ្ហាអញ្ចឹងទេតែអូនមិនបាន
បានគិតអញ្ចឹងទេតែបងគិតបើមិនមែនមកពីអូនទេបងអាចទៅតាំងសិលបានបាត់ទៅហើយអាចទៅធ្វើជាសិស្សច្បងធំនៅបកបានអញ្ចឹងហើយបងគិតថាអូនធ្វើឲ្យបងខាត់ទៅមែនទេមែនបងគិតថាអូនចាំមើលថែបងមែនទេអញ្ចឹងពួកយើងកុំមករំខានគ្នាទៀតអញ្ចឹងបងទៅទេបងទៅឲ្យបាត់ទេឈិញអ៊ីងសុំទោសបងគ្រាន់តែមិនចង់ឲ្យអូនមានរបួសទៀតទេបងគិតថាបងអាចទៅណាបានបងដើម្បីអូនតតាំងជាមួយប៉ាទាំងមូលពេលនេះខាងក្រៅបងមិនអាចទៅណាបានទេឈិញអ៊ីងអូនជាបិសាចបងគឺជាមនុស្សអូនស្អប់ពាក្យមនុស្សនឹងបិសាចខុសគ្នានោះនេះហ្វងឆាន់អូនសួរបងដែលគិតថាបងស្រឡាញ់អូនដោយស្មោះដែរឬអន់បើបងមិនបានបដិសេធអូនទេអញ្ចឹងមិនថាពួកយើងទាំងពីរចូលទៅចិត្តអ្នកម្ខាងទៀតដោយសារអ្វីចិត្តស្មោះពួកយើងក៏មិនអាចខ្លាំងខ្លាយដែរបេះដូងរបស់បងក៏វាមិនកុហកគេដែរហ្វងឆាន់អូនចូលទៅចិត្តបងតាំងពីដំបូងគឺដើម្បីជួយបងស្រីមែនតែក្រោយមកអូនក៏លងស្រឡាញ់បងហ្វងឆាន់អូនចង់ស្ដាប់ពាក្យប្រាប់របស់បងបងស្រឡាញ់អូនហ្វងឆាន់បងឈប់ទៅប៉ាតាំងសាល់ទៅបងមកលាក់ខ្លួនរស់នៅទីនេះជាមួយអូនអរិយរាយទៅសន្យាជាមួយអូនតើបានទេបានស្ដាប់តាមអូនទាំងអស់ឈប់សិនបងហាត់វិជាគុណអ៊ូឈីងបើសិនជាឲ្យតែខំហ្វឹកហាត់វាអាចប៉ះពើបានហើយបងមិនខ្លាចអូនស្រូបយកកម្លាំងរបស់បងអស់ទេបងនៅជាមួយនឹងអូនយូរអញ្ចឹងបងស្គាល់ពីអូនច្រើនជាងអូនគិននៅជាមួយនឹងអូនបងបានត្រៀមខ្លួនហើយបើសិនជាត្រូវអូនស្រូបយកអស់មែននោះវាជាវាសនារបស់អូនទេអញ្ចឹងអូនមិនដាច់ចិត្តទេលោកគ្រូតូចពួកជាមកផ្សំដំណេកទេហ្វងឆាន់គឺអូនមិនបានអូនចេញរុករៀងដើមអញ្ចឹងអូនដល់ពេលត្រូវចូលដេញពូត្រូវទៅចូលដេញអូនហត់ស្រាប់ហើយអូនមានរបបអស់កម្លាំងធាតុទៀនមានតែជាអញ្ចឹងទីបើសិនជាគុជកំដៅនៅគឺល្អហើយអញ្ចឹងពេលនេះអូនរងាណាស់មែនទេចាំបងរកវិធីសិនអីចាសង្ហាននេះពេលជាមនុស្សក៏មិនបានមើលចិនចឹងដែរគឺក្តៅជាងមុនមែនហើយសំណាងហើយពេលនេះយើងគឺជាពូមិនចឹងគេប្រកាសជាខេមុខយើងក្រហមហើយកំដៅទៀតទៅអៀនអីក្រាញ់ជាប្តីប្រពន្ធនឹងគ្នាហើយតាវាក្តៅណាស់អ្នកណាថាអូនអៀនតែគឺជាបងទីងចាប់ពីពេលនេះទៅបងនឹងខ្លាចជាមនុស្សរបស់អូនបងត្រូវតែថែរក្សាខ្លួន
អូននិយាយមកចុះដូចជាអីដូចជាបើអូននិយាយមួយបងហាមនិយាយពីរបើសិនជាអូនថាឈប់នៅពេលនេះបងត្រូវឈប់ដែរទេបងទៅរៀនរឿងទាំងអស់នេះមកពីណាមកអូនមើលស្ពើនោះបានតែឯងទេហ៎យ៉ាងម៉េចហ្នឹងប្រហែលជាមកពីអូនខានញ៉ាំអីយូរពេកអូនដូចជាចង់ញ៉ាំអ្វីមួយយ៉ាងអញ្ចឹងតើអាចឲ្យអូនមានវិធីស្រួលជាងនេះដែរទេចុះបើអូននិយាយថាអូនចង់ញ៉ាំបេះដូងមនុស្សមកតែបងភ័យទេបងđãឃើញអូនធ្វើបាបគេតាំងពីកាលបើសិនជាអូនចង់ញ៉ាំនោះក៏ញ៉ាំរបស់បងទៅពួកមនុស្សបងនេះមានល្បិចច្រើនណាស់មានតែគំនិតអាក្រក់វាមិនឆ្ងាញ់នោះទេបានហើយឆាប់ញ៉ាំទៀតហើយពួកយើងគឺជាពស់តាមធម្មតាញ៉ាំតែមាន់ឬក៏ទន្សាយអីទេបងទៅផ្សារទិញឲ្យអូនបន្តិចបានទេបានពេលនេះបងនឹងទៅទិញឲ្យអូននៅចាំបងទីនេះហើយកុំទៅណាណាយ៉ាងបែរជាមានកូនរបស់ហ្វងឆាន់ត្បូងកាពីននេះវាជារបស់មានតម្លៃជាងគេរបស់យើងនឹងយកវាធ្វើជាគុជមួយជូនហ្វងឆាន់ឲ្យគេទុកជាងនៅក្បាលខ្លួនរហូតទាំងនេះវាជារបស់ឈូអ៊ីងដែលចូលចិត្តញ៉ាំទាំងអស់ហ្វងឈិននេះជាការចងចាំឯងកាលពីជាតិមុនឯងឆាប់មើលទៅសិស្សលោកនេះទៅធ្លាក់តឹងសំណាងឲ្យបានជួបយើងពិតជាអាយុវែងមែនមើលទៅលើលោកសង្ហាអញ្ចឹងយើងជួយលោកទៅចាស់រាងកាយរបស់មនុស្សធម្មតានេះវាខុសពីពួកយើងមែនលោកផ្ទះហើយអីកុំកំរាំងឲ្យខ្ញុំមើលលោកបន្តិចតែមើលអ្នកនាងបែបនេះមិនសមទេមានអីមិនសមគឺខ្ញុំជួយជីវិតលោកខ្លួនលោកគឺជារបស់ខ្ញុំហើយទោះជាខ្ញុំស៊ីឡុងក៏មិនអីដែរនាងខ្លាចជាប្តីប្រពន្ធរបស់ខ្ញុំហើយខ្ញុំនឹងទទួលខុសត្រូវលើនាងទទួលខុសត្រូវមែនទេមនុស្សដូចជាលោកពិតជាគួរឲ្យចាប់អារម្មណ៍មែនអញ្ចឹងនាងព្រមចុះពីលើភ្នំជាមួយខ្ញុំដែរទេក៏បានអញ្ចឹងក៏តាមចិត្តលោកចាស់លបលោធ្វើស្អីហើយខ្ញុំមកនេះធ្វើអីជូនអូនចូលចិត្តទេពេលវាខ្ញុំមក
ស្អាតឬអន់ឈិញអ៊ីងបងចង់រៀបការនឹងអូនបើពួកឯងខ្លាចជាប្តីប្រពន្ធនឹងគ្នាទៅហើយថ្ងៃក្រោយត្រូវតែចេះជួយគ្នាហ៎អូនមកបិសាចលោកដល់ពេលនេះទៅហើយនឹងមិនដឹងទេអូនគឺជាបិសាចមិនបានជាអូនជួយយើងអញ្ចឹងមិនបានជានាងរៀបការជាមួយនឹងយើងអញ្ចឹងនេះនាងធ្វើគ្រប់បែបយ៉ាងដើម្បីសម្រាប់គ្រួសារយើងឯងពួកឯងជាមនុស្សពួកឯងសម្រាប់ប៉ាពួកយើងអស់ប៉ុន្មានទៅហើយយើងនឹងឲ្យឯងដឹងថាការបាត់បង់សាច់ញាតិវាមានអារម្មណ៍បែបនេះយើងស្អប់ពួកមនុស្សឯងជាមួយនឹងបិសាចគឺខុសគ្នានេះហើយជាលទ្ធផលពួកយើងអូនមិនអាចស្រឡាញ់បងទេមិនដែលទេពួកឯងទាំងពីរនេះមិនអាចមានលទ្ធផលល្អទេទោះជាបង្ខំនៅជាមួយគ្នាក៏វាដើរដល់ផ្លូវដដែលដែរតាមពិតប៉ៃហ្វឹងនាងគឺមានអត្តន័យអញ្ចឹងសោះណោះឈិញអ៊ីងនាងទៅសម្រាប់គ្រួសារយើងទាំងអស់បើមិនមែនយើងជួយឯងទេលុបការចងចាំឯងតែទូលអញជាសិស្សទេឯងមិនដឹងថាឯងទៅយ៉ាងម៉េចទៅហើយទេអញ្ចឹងមិនក៏លោកគ្រូឲ្យខ្ញុំចងចាំឡើងវិញអញ្ចឹងព្រោះអីយើងចង់ឲ្យឯងសម្រេចចិត្តដោយខ្លួនឯងហ្វនឈិននេះជាអតីតកាលឯងជាមួយនឹងស្រីនោះនាងជាបិសាចសម្រាប់មនុស្សមិនប្រពេចភ្នែកឯងនៅចង់នៅជាមួយនឹងនាងទៀតទេមិនអាចទេឈិញអ៊ីងនាងមិនមែនជាមនុស្សអញ្ចឹងទេនៅនឹងមុខអញ្ចឹងហើយឯងនៅមិនដឹងខ្លួនទៀតនាងជាបិសាចវាមិនអាចកែប្រែបានទេពេលនេះសម្រាប់វាចោលឯងអាចកាត់ផ្ដាច់អារម្មណ៍ដើរផ្លូវត្រូវគ្នាវិញទ្វាបកវានឹងបើកចាំឯងរហូតគ្រូនៅតែជាគ្រូរបស់ឯងនៅតែជាសិស្សសំណប់របស់យើងដដែលលោកគ្រូនិយាយថាឈិញអ៊ីងនាងជាបិសាចខ្ញុំនៅជាមួយនាងយូរហើយនាងមិនអាចធ្វើបានណាទេខ្ញុំនៅជាមួយនឹងនាងយូរមកហើយគឺនាងមិនដែលធ្វើបានណាទេហើយនៅរកលេឲ្យនាងទៀតអីនាងទៅសម្រាប់អ្នកមកឯងនៅជាមួយនឹងនាងវាមិនត្រឹមតែធ្វើបាបខ្លួនទេហើយនាំរឿងដល់ប៉ាទៀតខ្ញុំមិនជឿនាងមិនអាចធ្វើអញ្ចឹងទេបើនាងធ្វើអញ្ចឹងមែនខ្ញុំនឹងសួរនាងថាមកពីហេតុអីបានបើនៅតែជជែកអញ្ចឹងនោះគ្រូមិននិយាយជាមួយឯងទេឯងចាំទុកឯងជជែកអញ្ចឹងត្រូវតែទុកហត់ត្រូវដោយខ្លួនឯងជួយផងឈិញអ៊ីងមានបិសាចអូនធ្វើស្អីហ្នឹងហ្វងឆាន់នេះអូនយ៉ាងម៉េចនឹងគឺមែនហើយបិសាចនៅតែជាបិសាចបងតគិតស្អីហ្នឹងហ្វងឆាន់វាមិនមែនចឹងទេអូនមិនដឹងថាមានរឿងអ្វីកើតឡើងទេអូនចាំមិនបានបងបានឃើញផ្លល់នឹងភ្នែកអូននៅចង់ដោះសារទៀតហើយអូនចាំមិនបានពិតមែនស្រីមុននេះវាយកនំចូលមកថាបងជាអ្នកយកឲ្យអូនពេលអូនញ៉ាំហើយក៏អូននៅកុហកទៀតហាងនំនោះគឺវានៅលើតឹងលោកគ្រូខ្ញុំបានធ្វើតាមលោកគ្រូ5ដាក់ថ្នាំនៅក្នុងនំនោះហើយយើងចាំមើលថាមនុស្សជាមួយនឹងបិសាចវាអាចស្រឡាញ់គ្នាយូរប៉ុណ្ណាទៀតទៅអូនកុហកបងតាំងតែពីដើមមកមិនក៏ចាំបាច់កុហកបងមិនបានជាបងមកព្រមជាអូនបងជាអ្វីដែលបងបានឃើញ
ប្រកាសជាសិនតាជឿវាជាអ្នកធ្វើពេលនេះអូននឹងសម្រាប់ពួកវាភ្លាមឈិញអីបងបានយល់សពមួយក្នុងយល់សពនោះវាជាអ្នករៀនសូត្រម្នាក់ហើយអូនបិសាចពោះដែលលាក់សមាសភាពខ្លួនអូនជួយបងហើយរៀបការជាមួយនឹងបងតែថ្ងៃដែលពួកយើងរៀបការនោះអូនបានចេញរូបរាងពិតហើយទៅសម្រាប់គ្រួសារបងទៀតផងមិនបានជាបងយល់សន្ចឹងអូនថាទៅមើលការយល់សពនោះខ្លាចជាការពិតដែរទេហ្វងឆិននោះគឺជាការយល់សន្តិវាមិនមែនជាការពិតទេហ្វងឆិននេះគឺជាកូនដែលធ្វើពីឈាមរបស់អូនវាគឺជាកដោដែលអូនជូនបងអូនមិនហើយអូននឹងមានដំណឹងល្អមួយទៀតចង់ប្រាប់បងគឺអូនបងចង់សម្រាប់អូនមែនទេបើអូនមិនព្រមនិយាយការពិតបងមិនឲ្យអូនធ្វើបាបគេទេហ្វងឆិនអូនសាកគិតសាជាថ្មីនៅក្នុងនេះទៅហ្វងឆិនសំណាងហើយដល់ក៏មិនបានកាត់អីហ្វងឆិនអូនមិនបន្តបងទេអូននឹងឲ្យបងជឿថាអូនមិនឲ្យបងខកចិត្តទេសាច់បងឈប់ផឹកទៀតទៅសាច់បងសំណាងហើយដែលបងដឹងពីផែនការបិសាចនោះឲ្យត្រឡប់មកវិញបងក៏ដឹងថានៅប៉ានេះលោកគ្រូគឺស្រឡាញ់បងជាងគេបើបងអាចសម្លាប់នាងបិសាចនោះតែឆ្លងគ្រោះបានថ្ងៃក្រោយបងខ្លាចជាទេវតាបងកុំភ្លេចខ្ញុំឲ្យសោះសាច់បងបិសាចពស់នោះគឺមកទៀតហើយហ្វងឆិនអូនត្រូវតែប្រាប់បងឲ្យដឹងបិសាចដែលមករងំយើងទៅតែឃើញដំបងនាងដឹងថាទីនេះជាកន្លែងណាឬអន់យើងចង់ជួបហ្វងឆិនកាលពីមុនសោះច្បងត្រូវនាងពងវងពេលនេះគាត់បានដឹងខ្លួនមកវិញហើយគាត់លែងឲ្យពាក់ព័ន្ធជាមួយនឹងនាងទៀតហើយឈិនអនយើងគ្មានពេលមកនិយាយជាមួយនាងទេថ្ងៃនេះយើងត្រូវតែជួបហ្វងឆិនឲ្យបាននាងក៏ថានេះជាកន្លែងណាទៅនាងក៏សំចង់មកជួបជាមួយសោះច្បងយើងផងមិនមើលថាខ្លួនឯងគឺជាអ្នកណាឈីអននាងក៏ជាមនុស្សស្រីដូចជាយើងដែរនាងក៏ដូចជាយើងដែរទេតើអ្នកណាជាមនុស្សស្រីដូចជានាងនោះឯងជាបិសាចថោកទាមឯណាចរិតឯងតាក់សោះច្បងយើងកាលពីមុននោះពេលនេះជាមកអង្វរយើងផងវាយិតពេលហើយរឿងមួយនេះរឿងនេះរបស់ហ្វងឆិនគេមិនដឹងទេគេនឹងស្ដាយក្រោយមួយជីវិតនាងចង់និយាយស្អីហ្វងឆិនបងស្ដាប់អូននិយាយសិនអូនមិនចង់ធ្វើបាបគេទេក្នុងនំនោះវាមានថ្នាំពុលតែបានជាធ្វើឲ្យអូនខឹងបើនេះហ៊ានពពោះសោះច្បងយើងទៀតយើងនឹងសម្លាប់នាងចោលយើងនិយាយហើយហាមចេញពីទីនេះមកតែអូនពិតជាមានរឿងមករកបងពិតមែននិយាយនៅទីនេះទៅពួកយើងរកកន្លែងស្ងាត់និយាយគ្នាមិនបានទេអ៊ីននាងមិនជាអ្នកក្រាទេអូនដឹងហើយបានន័យថាមិញប៉ាយើងចាប់បិសាចរាប់មិនអស់មានឈ្មោះល្បីពេលនេះបិសាចតូចទៀមក៏ហ៊ានមកដៃនាងគិតថាយើងឲ្យនាងតែអញ្ចឹងមែនទេសាច់ច្បងថាតើមើលខ្ញុំគួរចាត់ការយ៉ាងម៉េច
ខ្សែកនេះវានឹងបិទកម្លាំងធាតុនាងក៏ហាមទង្វើរបស់នាងដែរពីពេលនេះតទៅនាងជាទាសករនៅបកហើយសាច់បងនៅតែចិត្តល្អខ្ញុំនឹងយកវាទៅឃុំនៅប្រាសាទបិសាញ់យកវាធ្វើជាទឹកឈាមតែខ្ញុំថានាងបិសាចនេះទុកវាក៏គ្មានបានការអ្វីដែរខ្ញុំគិតថាសម្រាប់វាចោលទៅសាច់បងនាងជាទាសករយើងចាំយើងចាត់ការដល់ខ្លួនឯងនាងបិសាចចង្រៃចាំមើលយើងចាត់ការនេះយ៉ាងម៉េចហ្វងឆាន់អូនធ្វើអីខុសទៅមិនបានជាបងធ្វើដល់អូនអញ្ចឹងនាងអីក៏ចាំមិនបានដែរយើងស្រឡាញ់នាងយ៉ាងនេះនាងបែរជាមកសម្រាប់អ្នកម៉ែរបស់យើងហើយទុកជីវិតយើងដូចជាស្មៅអញ្ចឹងបងកំពុងតែនិយាយអីអូនមិនបានចាំទុកឋានៈរបស់នាងពេលនេះចុះនាងគឺជាទាសកររបស់យើងនាងគួរតែបម្រើយើងឲ្យបានល្អទៅបងធ្វើអីនាងចេញពីទីនោះមិនមែនដើម្បីរឿងនេះទេនាងបាននិយាយពេញមាត់ថាស្រឡាញ់យើងចាំមើលថាតើនាងស្រឡាញ់យើងប៉ុណ្ណាដែរទៅហ្វងឆាន់អត់ទេកូនហ្វងឆាន់កុំបង្ខំឲ្យអូនស្អប់បងយើងស្អប់នាងដល់ឆ្អឹងយូរមកហើយមនុស្សដូចជានាងអញ្ចឹងយើងមិនខ្ចីប៉ះផងយើងខ្ពើមខ្លាំងណាស់យើងថាហើយនេះបិសាចអញនេះមកតាក់សាច់បងគឺនាងថោកទាបលេងល្បិញមែនឬអន់យើងមិនដឹងថានាងនិយាយអីទេមិនអញ្ចឹងស្រីចំណាស់នោះវាមិនយន់នំមានថ្នាំមកឲ្យយើងអញ្ចឹងទេហើយនាងក៏មិនគួរមកដឹងរឿងនេះដែរតែនាងបាច់ជាមករអៀខ្លួនពេលយើងនិយាយរឿងនេះឈន់អីការសម្ដែងរបស់នាងវាអន់ណាស់គួរឲ្យស្ដាយវាអន់តែវាយ៉ាងម៉េចឲ្យតែមនុស្សម្នាក់គេព្រមជឿទៅបានហើយសាច់ច្បងជឿខ្ញុំផងចរិតដើមមិនកែសាច់ច្បងវាលេងសាហាវណាស់នាងចង់ចាត់ការវាយ៉ាងម៉េចខ្ញុំតាំងពីក្មេងមកខ្ញុំមានសុខភាពខ្សោយណាស់កាលពីមុនខ្ញុំចង់យកឈាមបេះដូងវាមកព្យាបាលខ្លួនមិនចឹងពេលនេះទៅវាយកមកឲ្យខ្ញុំទៅនាងសាយអីយើងសាយយើងល្ងងដឹងថាប្រុសវាភ្លើចោលម៉ាស៊ីនយើងនៅតែលងខ្លួនទៀតហ្វុនឆាន់បងពិតជាចង់ដើម្បីវាមកយកឈាមបេះដូងអូនមែននេះនាងធ្វើបាបគេមុនចរិតដើមមិនកែសោះស្អាតឬអន់ឈិញអីបងចង់រៀបការជាមួយអូនយើងយល់ហើយ
រំខានលោកចាត់ការទីឈាមនេះគ្រប់ទីគ្រប់ទីគ្រប់ទីណែនាងឈួតហើយហ្វងឆិនកាលពីមុនលោកប្រាប់ខ្ញុំថាមិនថាយ៉ាងណានោះទេកុំធ្វើបាបរាងកាយខ្លួនឯងតែដល់ចុងក្រោយអ្នកដែលធ្វើឲ្យយើងឈឺចាប់ជាងគេគឺជាលោកណែឈិញអីនិយាយចេញទៅក៏មិនដឹងល្អអាក្រក់នោះនេះលោកកំពុងតែធ្វើអីសិស្សប្អូនថាចង់យកឈាមបេះដូងនាងទៅព្យាបាលខ្លួនមុនគេជានោះនាងកុំចង់ស្លាប់ឲ្យសោះណានាងមិនអាចស្លាប់បានទេហ្វងឆិនពេលដំបងជាពិតជាខ្វាក់ភ្នែកមែននាងកុំចង់ស្លាប់គឺយើងមានវិធីមួយដែលអាចឲ្យនាងរស់ឡើងវិញនៅយល់ដែរទេសិស្សប្អូននាងស្លាប់ហើយហ្វងឆិនអូនជាពូនណាមែនណាអូនមិនកុហកបងទេពួកអូនហ្វងឆិនពេលដែលខ្ញុំហាត់គុននឹងវាដូចជាងងឹតមុងហើយក៏សន្លប់ទៅអញគឺជាអ្នកណាយើងគ្មានគំនុំជាមួយឯងទេមិនបានចែកមកសម្រាប់ប្តីយើងនាងមិនស្គាល់យើងតែយើងស្គាល់នាងឈិញអ៊ីងអញជាអ្នកណានាងដូចជាបងស្រីនាងមើងតែគួរឲ្យស្ដាយប្តីនាងគេមានរាងកាយជាជើងយ៉ាងយើងទុកវាគ្មានបានកាយើងមានតែបំបាយពួកឯងយើងនឹងសម្រាប់ឯងសាច់ច្បងចាំឯងនឹងគឺយើងខុសហើយគឺយើងខុសទាំងអស់បងស្រីមិនបានចែកធ្វើខ្លួនឯងមានរបួសអញ្ចឹង
បងស្រីថ្នាំនោះវាបន្តជីវិតខ្ញុំតែវាតែសម្រាប់កូនរបស់ខ្ញុំមានអារម្មណ៍ថាហត់ណាស់ខ្ញុំមិនចង់បន្តទៀតទេមនុស្សគួរឲ្យខ្លាញ់ជាងបិសាចទៀនតែហេតុអីបានជាចិត្តស្មោះរបស់ខ្ញុំមិនអាចដូចយកចិត្តស្មោះរបស់គេបានចឹងរឿងស្នេហាវាពិបាកណាស់បងបានឆ្លងកាត់រឿងជាច្រើនរាប់រយឆ្នាំមកនេះទីបំផុតបងក៏បានយល់ពេលនេះបងចិត្តខ្លាចជាទេវតាហើយអញឲ្យរៀងកាយបងមកចុះពេលក្រោយខ្លាចជាទេវតារឿងស្នេហាទាំងអស់នោះវាមិនអាចខំយើងទៀតទេបងស្រីខ្ញុំឡើងចាំងដឹងខ្លួនទៀតហើយកេងទៅកេងលក់ទៅវានឹងឡើងឈឺចាប់ទៀតហើយឯណាចេញអីនោះនាងទៅហើយនាងនឹងមិនមកវិញទៀតទេបែបហ្វឹងនាងឲ្យខ្ញុំជុំនាងតិចមកខ្ញុំដឹងហើយខ្ញុំដឹងអស់ហើយគឺខ្ញុំយកច្រឡំលើនាងហើយគឺមកពីខ្ញុំមិនអាចជឿលើនាងទេមិនតាន់ទីនាងសម្រេចតែដេកលក់ហើយពេលនេះរាងកាយរបស់នាងគឺជារបស់យើងតែម្នាក់គុណទេយើងចង់ជួបឈិញអ៊ីងមិនហើយយើងភ្លេចប្រាប់ឯងរឿងមួយនាងធ្លាប់មានកូនរបស់ពួកឯងធ្លាប់មានកូនពួកយើងគឺបានន័យថាម៉េចគឺឯងជាអ្នកសម្លាប់កូនរបស់ពួកឯងអ្នកឈិញអ៊ីងបងខុសហើយវាជាកំហុសរបស់បងទាំងអស់ឯងមិនចាំបាច់ស្ដាយក្រែងចឹងទេព្រោះឯងឈិញអ៊ីងមិនបន្ទោសឯងទេក៏មិនស្អប់ឯងដែរសម្រាប់នាងគឺនាងមិនខ្វល់អ្វីទាំងអស់អ្នកគ្រូឯងមិនមែនជាដៃគូរបស់យើងទេជាចេញអ្នកគ្រូខ្ញុំចង់ជួបមុនពេលដែលស្លាប់ម្ដងឯងទៅហាត់វិជាបិសាចអីទៅបានជាត្រូវបិសាចចូលខ្លួនចឹងនឹងនេះនាងមានអារម្មណ៍ថាខ្លួនឯងគ្មានកម្លាំងទៀតហើយនេះនៅតែចិត្តទន់ដល់អ្នកគ្រូខ្ញុំដឹងថាគង់តែមានថ្ងៃណាមួយនាងខ្លាចជាទេវតាខ្ញុំមិនឲ្យនាងចេញពីខ្ញុំទេសិនតាជីឯងឈួតហើយមែនទេមិនយើងឈួតហើយឲ្យតែយើងអាចនៅក្បែរនាងបានយើងសុខចិត្តចូលនរកអ្នកគ្រូខ្ញុំយល់ពីដំបូងអ្នកគ្រូដើម្បីជួយខ្ញុំទៅបោះបង់ការតាំងសិល100ឆ្នាំបើមិនជាស្នេហានោះជាស្អីខ្ញុំគិតថាធ្វើជាសិស្សនាងធ្វើជាទេសកលនាងខ្ញុំស្មានថាខ្ញុំអាចនៅជាមួយនាងរហូតតែបើជានាងចង់ខ្លាចជាទេវតាចង់ចាក់ចេញពីយើងយូរយ៉ាងនេះវាត្រឡប់នៅពេលនោះលើកមុនយើងអូសនាងពីលើមេឃមកលើកនេះយើងនៅតែអាចធ្វើបានយើងនឹងយកនាងមកនៅក្បែរខ្លួនយើងយកនាងមកនៅក្បែរខ្លួនយើងជារៀងរហូតណាយើងយកនាងមកនៅក្បែរខ្លួនយើងត្រូវការនាងយើងត្រូវរួមរស់ជាមួយនាងអញដេកចាំទៅសៀនតាជីងឯងខត់យើងមិនបានទេដេកចាំមើលនាងដឹងថាយើងចាំនៅថ្ងៃនេះយើងចាំយូរប៉ុណ្ណាដែរទេយើងអាយុវ័យមិនចាស់ដូចជានាងយើងនឹងឲ្យនាងព្រមជាមួយនឹងយើងនឹងឲ្យពួកវាចុះចាញ់យើងតែអញចង់ធ្វើអីទៅអ្នកគ្រូប្រកាសជានាងខ្លាចតែជាប្រពន្ធរបស់យើងពេលនេះទៅ
មាននរណាអាចបំបីពួកយើងបានទេប្រោវាទៅពាក់វាភ្លាមទៅឆាពាក់ភ្លាមទៅចុះបើជាមិនពេលបើសិនជានាងបដិសេធយើងនឹងសម្លាប់មនុស្សម្នាក់លើក្រោយនឹងដល់វិញណ៎យើងពេលអ្នកគ្រូនាងមិនសប្បាយចិត្តទេពីពេលនេះទៅយើងនៅជាមួយគ្នាជារៀងរហូតយើងនឹងនៅជាមួយគ្នាអញចាប់ពូសិននោះមកធ្វើអីអ្នកគ្រូយើងចង់នៅក្មេងរហូតដូចជានាងអញ្ចឹងបែបនេះតែយើងអាចនៅជាមួយគ្នាជារៀងរហូតបានមែនទេឯងចង់ចាប់ពួកគេទៅសំណានមែនទេនៅតែគ្រូយល់ពីយើងពេលដែលប្រច័ណ្ឌពេញពងមកយើងនឹងសម្លាប់សិស្សទាំងអស់នេះហើយយករាងកាយហ្វុនឈិនយើងនឹងមានរាងដែលមិនចេះស្លាប់ដល់ពេលនោះគ្មានអ្នកណាអាចបំបាយពួកយើងបានទេមែនទេហ៎អញ្ចឹងហើយសាហ្វងឈិននោះគេស្លាញ់ព្រោះតែហ្វុងឈិនគឺជាមនុស្សដែលមានរាងកាយជាយ៉ាងដែលយើងតាមរកមនុស្សស្មានថាវានៅតែស្រឡាញ់ព្រលឹងមួយនោះទៀតយើងទ្រាំមិនបានមនុស្សដែលមានមុខមាត់ដូចជានាងអញ្ចឹងទៅស្រឡាញ់មនុស្សធម្មតាម្នាក់នោះណាយើងនឹងប្រែខ្លួនជាឈិនអ៊ីងទៅសម្រាប់វាយើងក៏ឲ្យជីវិតវាទី2ជួយឲ្យវាហាត់គុណទៅវាអាចមានថ្ងៃនេះតាមពិតយើងគិតឲ្យវាសម្រាប់ឈិនអ៊ីងទៅកាត់មនុស្សចេតនាឲ្យវាខ្លាយទៅជាយើងមនុស្សស្មានថាវាបែរជាទៅស្រឡាញ់ឈិនអ៊ីងទៀតមិនគួរណាវាធ្វើបែបនេះទេយើងពិតជាមិនយល់ទេយើងមិនយល់ពីវាពិតមែនណាអដិរឆានថោកទាមវាល្អត្រង់ថាឈិនអ៊ីងនឹងព្រមដេកលក់ឲ្យហ្វុងឈិនឆ្លងគ្រោះស្នេហ៍បានឲ្យតែយើងដណ្ដើមយករាងកាយវាបានព្រោះយើងអាចនៅជាមួយគ្នាជារៀងរហូតជាមិនខាននោះទេណាមែនទេអញគិតថាអញបានជោគជ័យអញ្ចឹងមែនទេសំណាងហើយដែលហ្វុងឈិនគេមិនអញ្ចឹងទេផែនការរបស់ឯងនឹងបានជោគជ័យមែនហើយនាងច្បាស់ហើយវងឈិនយើងមិនខំមែនវងឈិនឯងពិតជាមកមែនហើយសៀនតាជើយើងហៅថាលោកគ្រូមិនបានជាធ្វើអញ្ចឹងមិនគួរណាធ្វើអញ្ចឹងទេសំអាងអីយើងយកបាយហ្វឹងមិនបានតែបែរជាយកឈិញអ៊ីងងាយស្រួលអញ្ចឹងទៅវិញយើងស្អប់ឯងធ្វើជាចិត្តល្អមិនដឹងអីនោះហើយណាយើងស្អប់ឯងដែលធ្វើរឿងត្រឹមត្រូវយើងឃើញហើយខ្ពើមប្រអើមខ្លាំងណាស់ចឹងហើយយើងយកទៅបំផ្លាញឯងគឺយើងជាអ្នកសម្លាប់ម៉ែរបស់ឯងហើយទម្លាក់កំហុសឲ្យឈិញអ៊ីងយើងចង់ឲ្យពួកឯងនេះខ្លាចទៅជាសត្រូវសម្លាប់គ្នាទៅវិញទៅមកឲ្យឯងឈឺចាប់ហើយយើងនឹងបំផ្លាញឯងចោល1000ឆ្នាំហើយទីបំផុតយើងអាចខ្លាចជាទេវតាហើយបាយហ្វឹងតាំងសិល3000ឆ្នាំខ្លាចជាទេវតាមិនងាយទេនាងឆាប់ទៅនាងហ៊ានទៅយើងនឹងឲ្យពួកនាងទាំងងាប់ទាំងអស់នេះជាលើកដំបូងហើយដែលនាងអោបយើងថ្ងៃមួយនេះយើងចាំយូរមកហើយសេនតាជីនេះគឺជាលទ្ធផលពួកយើងជាតិក្រោយធ្វើជាមនុស្សឲ្យល្អទៅជាតិក្រោយគុំជួបគ្នាទៀតទេ
យើងតាមនាងមួយជីវិតហើយជាតិក្រោយមានជាតិក្រោយទៀតយើងនៅជាមួយនាងជារៀងរហូតហ្វងឆាន់នេះមានរឿងអីឈិញអ៊ីងអូនមកហើយឈិញអ៊ីងបងស្រីបងយកប្រលឹងចុងក្រោយរបស់បងតែបដូរយកឯងមកវិញក៏យកការចងចាំឯងពីជាតិមុនត្រឡប់មកវិញហើយស្អាតឬអន់ឈិញអ៊ីងបងចង់រៀបការនឹងអូនប្អូនស្រីមានតែជួបរឿងផ្អាំល្វិញជុះច័ន្ទជួបការស្អប់ស្រឡាញ់តែបាច់ដឹងពីអារម្មណ៍ធ្វើជាមនុស្សតែមិនមែនធ្វើជាបិសាចដែលគ្មានអារម្មណ៍នោះទេបងជាមួយសៀនតាជឺវាគឺជារឿងកម្មបងស្លាប់ទៅជាមួយគេវាជាលទ្ធផលរបស់ពួកយើងពេលនេះទៅឯងធ្វើជាខ្លួនឯងទៅបងស្រីនឹងការពីឯងរហូតបងស្រី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 ឈិញអ៊ីងឈិញអ៊ីងឈិញអ៊ីងអូននៅមិនព្រមលើកលែងទោសឲ្យបងទៀតហើយយើងបាត់បង់កូនក៏លែងមានបងស្រីដែរគឺបងទៅជឿសៀនតាជឿហើយទៅធ្វើបាបអូនបងព្រមទទួលទោសទាំងអស់បងនៅក្បែរអូនរហូតដល់អូនបដូរចិត្តណាដឹងទេប្រហែលជាវាមិនអាចមានថ្ងៃនោះទេបើអញ្ចឹងបងនៅកំដរអូនកំដរអស់មួយជីវិតណានេះគឺបងស្រីគឺបងមករកខ្ញុំហើយមែនទេអូនចាញ់ញ៉ាំមនអញអូនចាញ់ញ៉ាំតឹងបានកម្រាស់ហើយកម្រាស់ហើយមិនល្អទេរនតែដែលប៉ៃហ្វឹងនឹងខ្លាចជាទេវតាវានឹងមកដល់ហើយហ្វងឆាន់អូននិយាយហើយបិសាចដែលខ្លាចទៅជាទេវតាកម្លាំងរន្ទះវានឹងកាន់តែខ្លាំងចាំប៉ៃហ្វឹងចាប់ជៀនពួកយើងក៏ចិញ្ចឹមនាងឲ្យធំឡើងមកជាមួយគ្នាទៅបានណាប៉ាំងអ្នកម៉ែនៅទីនេះលោកប៉ាំងអ្នកម៉ែយ៉ាងម៉េចពេលណាតើគាត់អាចខ្លាចជារូបរាងមនុស្សវិញទៅ
បើគិតទៅគេជាបងស្រីឯងទេហ៎ឈិញអ៊ីងលោកជាអ្នកនាងលោកមកជាឆ្លេតអកលយើងអាមនុស្សចង្រៃណែឈិញអ៊ីងអូនស្ដាប់បងនិយាយសិនអូនត្រូវរន្ទះបាញ់ខ្លាចទៅជារូបរាងដើមបងក៏ជាងគឺជាអ្នកណាមិនបានជាយើងចាំអីមិនបានអញ្ចឹងបងគឺហ្វុងឈិនគឺជាអ្នកដែលបេះថ្នាំឲ្យអូននោះណាអូនចាំទេអ្នកម៉ែហើយអូនជាប្រពន្ធរបស់បងជាតិនេះគឺពួកយើងស្គាល់គ្នាសាជាថ្មីតើល្អដែរទេ知晓，心思如时光飘飘。